រឿងធន់ใจកុមារកាលពីដើមឡើយមានប្តីប្រពន្ធពីរនាក់នៅរាត្រីមួយនាងជាប្រពន្ធបានយល់សប្តិឃើញថាបេះដូងបេះបានទាំងផ្លែយល់សប្តិឃើញខែរះពេញបរមីលុះនាងភ្ញាក់ឡើងចាំជាក់ក្នុងសុបិននាងក៏ដើរទៅផ្ទះតាហោតែតាហោមិននៅតែប្រពន្ធនាងប្រាប់ប្រពន្ធតាហោនៅសុបិនរបស់ខ្លួនប្រពន្ធតាហោយល់ឃើញថានាងនឹងកើតបានកូនប្រុសមួយហើយកូននោះនឹងក្លាយជាអ្នកធំតែប្រពន្ធតាហោមិនប្រាប់ដូច្នេះទេបែរជាប្រាប់នាងថាកូននេះកើតមកនឹងទៅជាខ្ញុំគេនាងស្ដាប់ហើយក៏ត្រឡប់ទៅផ្ទះវិញលុះនាងគ្រប់ខែនាងសម្រាបានកូនប្រុសមួយគួរជាទីស្រឡាញ់ហើយដាក់ឈ្មោះថាធន់ជ័យដល់ពេលធន់ជ័យមានអាយុ7ឆ្នាំគេតែងតែដើរលេងនៅមុខផ្ទះសេដ្ឋីរាល់ថ្ងៃឯប្រពន្ធសេដ្ឋីកំពុងត្បាញនៅលើផ្ទះក៏ធ្លាក់គ្រាប់ត្រល់នៅលើដីហើយស្រែកប្រើធន់ជ័យថាអាចយារើសត្រល់ឲ្យអញបន្តិចធន់ជ័យសួរថាបើខ្ញុំរើសឲ្យតើមានអ្វីឲ្យមកខ្ញុំប្រពន្ធសេដ្ឋីប្រាប់ថាអញឲ្យអំបុកឯងចុះទើបធន់ជ័យរើសត្រល់ឲ្យគាត់ហើយធន់ជ័យអង្គុយចាំយកអំបុកពីប្រពន្ធសេដ្ឋីប្រពន្ធសេដ្ឋីឲ្យអំបុកមួយកញ្ជើទៅធន់ជ័យតែធន់ជ័យប្រកែកថាអំបុកប៉ុណ្ណឹងខ្ញុំមិនយកទេប្រពន្ធសេដ្ឋីលួងធន់ជ័យថាអាចយាអំបុកនេះច្រើនណាស់ណាធន់ជ័យកាន់តែខឹងយំទាអំបុកថែមទៀតសេដ្ឋីឃើញធន់ជ័យយំដូច្នេះក៏ដើរចូលមកមើលសួរថាអាច័យហេតុអ្វីបានជាឯងយំប្រពន្ធប្រាប់ប្តីថាខ្ញុំប្រើវាឲ្យរើសត្រល់ខ្ញុំថានឹងឲ្យអំបុកទៅវាឥឡូវខ្ញុំឲ្យអំបុកវាមួយកញ្ជើហើយវានៅតែមិនព្រមយកទៀតពេលនោះសេដ្ឋីនិយាយថាឯងមិនដឹងចិត្តអាច័យទេឬទុកឲ្យខ្ញុំវិញសេដ្ឋីចាក់អំបុកចូលចង្អេរគៀឲ្យពេញនិងចាក់អំបុកពេញក្នុងកញ្ជើទើបហៅធន់ជ័យមកចិត្តហើយសួរថាអាច័យមកនេះអំបុកពីរហ្នឹងឯងយកមួយណាធន់ជ័យចង់អោលយកអំបុកក្នុងចង្អេរព្រោះមានអំបុកពេញហើយធំទៀតពេលនោះធន់ជ័យភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលវាចាក់អំបុកដាក់ក្នុងបង្វិចវាក៏គិតក្នុងចិត្តថាអញចាញ់បោកសេដ្ឋីនេះហើយអញនឹងចាញ់ប្រាគាត់ឲ្យបានទើបអញសុខចិត្តធន់ជ័យដើរទៅដល់ផ្ទះនិយាយជាមួយនឹងពុកម្ដាយថាលោកពុកអ្នកម៉ែខ្ញុំចង់ទៅបម្រើលោកសេដ្ឋីម្ដាយស្ដាប់កូនហើយក៏និយាយនឹងកូនថាកូនមានម្ដាយមិនមានជំពាក់បំណុលសេដ្ឋីនោះទេឲ្យម្ដាយយកកូនទៅនៅជាមួយគេមិនដេចនឹងកើតទៅធន់ជ័យប្រាប់ម្ដាយថាខ្ញុំទៅនៅគ្រាន់តែចង់ផ្ចាញ់ប្រាជ្ញគាត់តែប៉ុណ្ណោះទេណាម៉ែម្ដាយក៏ឲ្យកូនទៅនៅជាខ្ញុំសេដ្ឋីចាប់ពីថ្ងៃនោះឯងរាល់ព្រឹកសេដ្ឋីប្រាធន់ជ័យឲ្យកាន់ថង់ស្លាដើរតាមក្រោយធ្វើដំណើរទៅរាជរោងឯធន់ជ័យដើរក្រដល់ត្បិតសេដ្ឋីជិះសេះដើរមិនទាន់ឡើយសេដ្ឋីស្រដីថាអាច័យឯងដើរដោយម្ដេចបានជាមិនទាន់អញអញ្ចឹងធន់ជ័យក៏ឆ្លើយថាត្បិតខ្ញុំខ្លាចជ្រុះប្រអប់ស្លាទើបសេដ្ឋីបន្តថាឯងដើរឲ្យទាន់អញមកមិនបាច់ខ្លាចជ្រុះទេធន់ជ័យស្ដាប់ហើយឆ្លើយថាបាទលុះថ្ងៃក្រោយមកទៀតសេដ្ឋីឡើងជិះសេះដូចសពដងធន់ជ័យក៏ធ្វើជាជ្រុះប្រអប់ស្លាអស់ពីរថង់ពេលទៅដល់សាលាសេដ្ឋីចុះពីលើខ្នងសេះឡើងទៅជួបជុំអស់នាយម៉ឺនតូចធំហើយហៅធន់ជ័យយកប្រអប់ស្លាមកហូប
ឯធនជ័យយកថង់ស្លាជូនសេដ្ឋីហើយក៏ថយមកអង្គុយនៅកន្លែងមួយដ៏សមគួរសេដ្ឋីឃើញតែថង់ទទេក៏ខ្មាស់គេមិនហ៊ាននិយាយស្ដីលុះដល់ពេលត្រឡប់ទៅផ្ទះវិញហើយធនជ័យមកចិត្តហើយសួរថាអាច័យម្ដេចក៏ធ្លាក់ប្រអប់ស្លាអស់អញ្ចឹងធនជ័យជំរាបថាខ្ញុំខ្លាចដើរមិនទាន់លោកតាបានជាខ្ញុំមិនហ៊ានឈប់រើសត្បិតលោកតាផ្ដាំខ្ញុំថាត្រូវតែរត់ឲ្យទាន់នោះអីសេដ្ឋីបង្គាប់ទៀតថាលើកក្រោយបើមានអីជ្រុះត្រូវរើសកុំឲ្យសល់លុះព្រឹកឡើងសេដ្ឋីជិះសេះទៅគួរស្ដេចដូចធម្មតាឯធនជ័យយួរថង់ស្លាដើរតាមក្រោយដោយយកចិត្តទុកដាក់រំពេចនោះសេះជូអាចនៅតាមផ្លូវធនជ័យរើសអាចសេះដាក់ថង់ស្លាមិនឲ្យសល់លុះទៅដល់ទីជំនុំសេដ្ឋីទាញថង់ស្លាពីធនជ័យស្រាប់តែឃើញអាចសេះពេញថង់ក៏ខ្មាស់អស់នៃម៉ឺនពេញព្រះរាជរោងលុះទៅដល់ផ្ទះវិញសេដ្ឋីប្រាប់ធនជ័យថាអាច័យឯងមិនបាច់ដើរតាមអញទៀតទេឯងនៅចាំចំការវិញចុះនៅពេលធនជ័យចាំចំការមានគោក្របីជាច្រើនចូលស៊ីដំណាំធនជ័យមិនដេញសត្វទាំងអស់នោះទេធ្វើឲ្យដំណាំខ្ទេចខ្ទីគ្មានសល់សេដ្ឋីឃើញដូច្នេះក៏ស្ដីបន្ទោសធនជ័យថាអាច័យឯងរវល់ធ្វើអីបានជាបណ្ដោយឲ្យគោស៊ីដំណាំអស់យ៉ាងនេះធនជ័យក៏តបថាបានជាខ្ញុំមិនដេញវាត្បិតលោកតាគ្រាន់តែប្រើខ្ញុំឲ្យចាំចំការតែប៉ុណ្ណោះសេដ្ឋីក៏តបថាឯងចាំចំការមិនបានទេឯងទៅឃ្វាគោវិញធនជ័យថាខ្ញុំឃ្វាគោក៏បានដែរតែគោញីទាំងអស់នោះជាប្រពន្ធរបស់ខ្ញុំរួចហើយធនជ័យក៏ចេញទៅឃ្វាគោនៅកន្លែងឃ្វាគោមានគោឈ្មោលមកពាក់គោញីធនជ័យបានចាប់គោឈ្មោលទាំងអស់នោះចងទុកម្ចាស់គោឈ្មោលមកសុំយកទៅវិញធនជ័យបានប្រាប់ថាគោអ្នកឯងបានលួចប្រពន្ធខ្ញុំបើចង់បានគោទៅវិញតើតែយកប្រាក់មកលួកាលបើម្ចាស់គោបានឮធនជ័យថាដូច្នេះហើយក៏ទៅជម្រាបសេដ្ឋីអំពីរឿងនេះសេដ្ឋីគិតថាអញប្រើអាច័យនេះនឹងកើតរឿងច្រើនទៀតក៏ហៅធនជ័យមកសួរថាមើលអាច័យដូចម្ដេចបានជាឯងទៅចាប់គោគេដូច្នេះធនជ័យក៏តបថាខ្ញុំបានជម្រាបលោកតាហើយថាមេគោទាំងនេះជាប្រពន្ធខ្ញុំឥឡូវគោឈ្មោលទាំងអស់នេះចង់ប្រពន្ធខ្ញុំហេតុដូចម្ដេចបានជាខ្ញុំចាប់ទុកប្តឹងលោកតាសេដ្ឋីស្ដាប់ធនជ័យនិយាយដូច្នេះស្រដីថាឯងឲ្យគោទៅម្ចាស់គេបញ្ចុះហើយមិនបាច់ទៅឃ្វាគោទៀតទេអញឲ្យឯងធ្វើការក្នុងផ្ទះវិញមានថ្ងៃមួយសេដ្ឋីកំពុងនិយាយនឹងនាយម៉ឺនមួយក្រុមប្រពន្ធសេដ្ឋីក៏ប្រើធនជ័យឲ្យទៅហៅប្តីមកពិសាបាយធនជ័យស្ដាប់ហើយក៏ដើរទៅហៅសេដ្ឋីខ្លាំងថាលោកតាមកពិសាបាយសេដ្ឋីខ្មាស់គេណាស់តែមិនស្រដីអ្វីឲ្យគេដឹងឡើយសេដ្ឋីចុះពីលើសាលាទៅដល់ផ្ទះស្ដីបន្ទោសឲ្យធនជ័យថាអាច័យដូចម្ដេចបានជាឯងស្រែកហៅអញខ្លាំងម្ល៉េះបើទៅឲ្យចិត្តចាំប្រាប់អញតិចទៅវាថីធនជ័យឮហើយក៏ចងចាំទុកមានថ្ងៃមួយសេដ្ឋីនៅខាងក្រៅកំពុងបង្គាប់មនុស្សឲ្យធ្វើការភ្លើងក៏ឆេះផ្ទះសេដ្ឋីប្រពន្ធភ័យខ្លាំងពេកក៏ប្រើធនជ័យឲ្យរត់ទៅហៅប្តីជាប្រញាប់ធនជ័យរហ័សរត់ទៅជិតសេដ្ឋីស្រែកតិចសេដ្ឋីឃើញធនជ័យធ្វើមាត់ម្ហបក៏មានមន្ទិលក្នុងចិត្តហើយក៏សួរថាអាច័យឯងថាម៉េចអញស្ដាប់មិនឮទេធនជ័យអោនខ្សឹបដាក់ត្រចៀកសេដ្ឋីថាលោកតាភ្លើងឆេះផ្ទះហើយ
សេដ្ឋីស្ដាប់ច្បាស់ហើយក៏ប្រើធនជ័យយករបស់ណាស្រាដែលភ្លើងមិនទាន់ឆេះធនជ័យម្នីរត់ទៅយកសម្បុកមាន់ប្រមាណជាង30សម្បុកយកទៅទុកមួយអន្លើលុះភ្លើងរលត់អស់សេដ្ឋីប្រមូលរបស់ដែលយកបានពីក្នុងភ្លើងហើយក្រឡេកឃើញធនជ័យក៏សួរថាអាជ័យឯងយកបានរបស់អ្វីខ្លះធនជ័យបង្ហាញសម្បុកមាន់ទាំងអស់សេដ្ឋីក៏បានបន្តថាជីអើរបស់ច្រើនមកកគោកម្ដេចក៏ឯងមិនយកទៅយកអីសម្បុកមាន់ទៅវិញធនជ័យក៏បានតបថាត្បិតលោកតាប្រើខ្ញុំឲ្យយកតែរបស់ស្រានោះអីសេដ្ឋីក៏បន្តថាឯងទៅហៅអ្នកណាដែលធ្វើឲ្យភ្លើងឆេះមកជប់អញធនជ័យដើរទៅលើកជើងក្រានមកជូនសេដ្ឋីហើយជម្រាបថាជើងក្រាននេះហើយជាអ្នកដើមភ្លើងសេដ្ឋីស្ដាប់ហើយពិចារណាថាអញប្រើអច័យនេះមិនបានទេប្រើវាតទៅទៀតឃើញថានឹងបាត់បង់ទ្រព្យសម្បត្តិច្រើនជាងនេះទៅទៀតបើដូច្នេះមានតែនាំវាទៅថ្វាយព្រះរាជាឲ្យស្រឡះពីខ្លួនទើបល្អលុះព្រឹកឡើងសេដ្ឋីរៀបចំខ្លួនយកធនជ័យទៅគាល់ស្ដេចសេដ្ឋីក្រាបបង្គំទូលស្ដេចថាសូមទានប្រោះទូលព្រះបង្គំជាខ្ញុំមានក្មេងម្នាក់មានប្រាជ្ញាណាស់គេចេះកុហកដេញប្រាជ្ញាមិនទាន់ឡើយឥឡូវនេះទូលបង្គំយកគេមកថ្វាយជាខ្ញុំលំអងធូលីព្រះបាទព្រះមហាក្សត្រស្ដាប់ហើយសួរធនជ័យថាមើលអាជ័យឯងចេះកុហកមែនទេធនជ័យក៏តបថាចេះមែនក្រាបទូលស្ដេចក៏បន្តថាឥឡូវឯងកុហកយើងមកមើលធនជ័យក៏តបថាក្បួនកុហកនៅក្នុងផ្ទះឯណោះក្រាបទូលទើបស្ដេចត្រាស់ប្រើមហាតលិកម្នាក់ទៅយកក្បួនកុហកអំពីផ្ទះធនជ័យមហាតលិកទៅដល់ព្រះម្ដាយធនជ័យឲ្យយកក្បួនកុហកនោះចេញមកតែម្ដាយធនជ័យថាគ្មានទេមហាតលិកត្រឡប់មកវិញទូលព្រះអង្គតាមដំណើរទើបស្ដេចមានព្រះបន្ទូលសួរធនជ័យថាអាជ័យឯងថាក្បួនកុហកនៅឯផ្ទះឥឡូវនេះម្ដាយឯងថាគ្មានទេទើបធនជ័យបានបន្តថានេះហើយហៅថាកុហកសូមទ្រង់ជ្រាបស្ដេចទ័រតម្រេះក៏នៅស្ងៀមហើយព្រមទទួលធនជ័យឲ្យរស់នៅក្នុងរាជវាំងស្ដេចគិតថាអញនឹងលបងប្រាជ្ញាអច័យលមើហើយស្ដេចយាងទៅកំពង់ទឹកហៅអស់នាយម៉ឺនតូចធំលាក់ពងមាន់ម្នាក់មួយចុះទៅក្នុងទឹកជាមួយធនជ័យលុះពួកគេងើបឡើងស្រែកថាតុកតតពងមួយហើយយកពងមាន់មកថ្វាយស្ដេចគ្រប់គ្នាឯធនជ័យនៅក្រោយគេរពងមាន់មិនបានងើបឡើងស្រែកថាកកកស្ដេចមានបន្ទូលសួរថាអាជ័យឯណាពងមាន់ធនជ័យទូលថាត្បិតទូបង្គំនេះជាមាន់ឈ្មោលជន់ពងញីទាំងអស់ទើបមានពងក្រាបទូលស្ដេចព្រះសណ្ដាប់ហើយក៏កោតប្រាជ្ញាធនជ័យណាស់ហើយសួរធនជ័យថាអាជ័យឯងមានអាយុប៉ុន្មានឆ្នាំហើយធនជ័យក្រាបទូលថាទូបង្គំមានអាយុ11ឆ្នាំហើយថ្ងៃមួយស្ដេចជាងទៅប្រពាតព្រៃហើយបង្គាប់ធនជ័យថាអាជ័យអញឲ្យឯងជិះដំរីដែលដាក់ក្រយ៉ាស្ញយបើជិះមិនទាន់អញទេឯងនឹងមានទោសឯដំរីនោះទៀតសោតចាស់ដើរមិនទាន់គេឡើយធនជ័យធ្វើក្តោងហើយយកថ្នាលដោវផងព្រះមហាក្សត្រទៅដល់ព្រះពន្លារធនជ័យមិនឃើញទ្រង់មានព្រះតម្រិះយល់ឃើញថាអាជ័យនេះមុខជាខុសមិនខានបន្តិចក្រោយមកធនជ័យមកដល់ព្រះមហាក្សត្រសួរថាឯងជិះដំរីដោយម្ដេចបានជាមិនទាន់អញអញ្ចឹងធនជ័យទូលថា
ត្បិតដំរីមិនដើរទូព្រះបង្គំធ្វើជាក្តោងបើកហើយយកថ្នោរដោរផងទូបង្គំមិនបានប្រហែសទេសុំទានជ្រាបស្ដេចព្រះសណ្ដាប់ហើយក៏នៅស្ងៀមស្ដេចគិតក្នុងព្រះទ័យថាអាជ័យនេះមានប្រាជ្ញាណាស់តើគិតធ្វើដូចម្ដេចដើម្បីផ្ចាញ់ប្រាជ្ញាវាបានស្ដេចបញ្ជាអស់នៃម៉ឺនសពមុខមន្ត្រីឲ្យរកសេះម្នាក់មួយហែព្រះអង្គទៅប្រពៀតព្រៃបើអ្នកណាគ្មានសេះជិះនឹងមានទោសមហាក្សត្របង្គាប់ធនជ័យថាអាជ័យឯងហែអញទៅប្រពៀតព្រៃហើយរកសេះជិះផងអាជ័យរត់ទៅខ្ចីសេះគេគ្មាននរណាម្នាក់ហ៊ានឲ្យសេះខ្ចីឡើយធនជ័យតដំរះក៏ទៅយកសេះកូនអុកក្តាប់នឹងដៃហែស្ដេចទៅនឹងគេដែរព្រះមហាក្សត្រទៅដល់ព្រះពន្លាតតឃើញធនជ័យរត់ខ្មាញ់ក៏សួរថាអាជ័យអញឲ្យឯងជិះសេះមកឥឡូវសេះឯងនៅឯណាធនជ័យបង្ហាញកូនសេះអុកទូព្រះអង្គថាសេះនេះហើយដែលទូបង្គំជិះមកស្ដេចតដំរះក៏នៅស្ងៀមមិនយកទោសអ្វីឡើយនៅថ្ងៃបន្ទាប់ស្ដេចបញ្ជាឲ្យធនជ័យបោសសម្អាតនៅក្រោមដំណាក់ធនជ័យក៏រៀបចំខ្លួនទៅបោសសម្អាតនៅទីនោះអស់អ្នកម្នាងឃើញធនជ័យនៅពីក្រោមក៏នាំគ្នាដើរទន្ទ្រាំជើងលើក្បាលធនជ័យធនជ័យគិតថាអស់អ្នកម្នាងនេះចូលចិត្តដើរទន្ទ្រាំជើងលើក្បាលអញណាស់បើដូច្នេះអញធ្វើយ៉ាងណាកុំឲ្យស្ដេចប្រើអញមកបោះទីនេះទៀតបន្ទាប់មកធនជ័យក៏ស្រែកជេរខ្លាំងថាមេចៅដកតងបានស៊ីក៏ដោយសារគូតមិនបានស៊ីក៏ដោយសារគូតអ្នកម្នាងទាំងអស់ខឹងណាស់ក៏បបួលគ្នាទៅទូលពិតស្ដេចក្រាវក្រោធជាខ្លាំងហើយបន្ទោសធនជ័យថាអាជ័យហេតុអ្វីបានជាឯងជេរបញ្ចោលអស់ប្រពន្ធអញធនជ័យក៏តបថាទូព្រះបង្គំជាខ្ញុំមិនបានជេរបញ្ចោលអស់អ្នកម្នាងនោះទេការដែលទូបង្គំចូលទៅបោសសម្អាតមានសម្បុកពេញពាងជាច្រើនជាប់ក្បាលទូបង្គំទើបទូបង្គំជេរពេញពាងយ៉ាងនេះសូមទ្រង់ជ្រាបតាំងពីថ្ងៃនោះមកព្រះមហាក្សត្រមិនដែលប្រើធនជ័យឲ្យទៅបោះក្រោមដំណាក់ទៀតឡើយព្រះអង្គមានព្រះតម្រេះយល់ឃើញថាអញដេញប្រាជ្ញាអាជ័យមិនទាន់សោះបើដូច្នេះអញនឹងលែងជល់មន់ម្ដងហើយហាមប្រាមមនុស្សទាំងអស់មិនឲ្យអាជ័យខ្ចីមន់ឬលក់មន់ឲ្យឡើយលុះព្រឹកឡើងស្ដេចយកមន់មកជល់នៅមុខប្រលានហើយមានបន្ទូលនឹងធនជ័យថាអាជ័យឯងទៅរកមន់មកជល់នឹងមន់អញឥឡូវនេះធនជ័យរកមន់មិនបានគិតថាព្រះមហាក្សត្រចង់ផ្ចាញ់ប្រាជ្ញាអញទៀតហើយទើបធនជ័យចាប់កូនមន់មកជល់នឹងមន់ស្ដេចលុះមកដល់ទ្រង់មានព្រះបន្ទូលថាអាជ័យឆាប់យកមន់ឯងចេញមកធនជ័យឮបន្ទូលទឿនដូច្នេះក៏ចាប់កូនមន់ដែលគ្របនឹងក្រណាត់សមកជល់នឹងមន់ព្រះរាជាឯកូនមន់ឃើញមន់ធំនោះស្មានថាជាមេរបស់វាក៏រត់ទៅសសោះក្រោមពោះមន់ជល់ចំណែកមន់ព្រះរាជារសើបខ្លាំងពេកក៏រត់ចេញយ៉ាងលឿនធនជ័យទះដៃស្រែកថាឈ្នះហើយព្រះមហាក្សត្រតតឃើញដូច្នេះក៏អៀនព្រះតេពនពេកហើយប្រកាសមិនឲ្យធនជ័យចូលក្នុងរាជវាំងរយៈពេល10ឆ្នាំឯធនជ័យស្ដាប់ហើយក៏ទៅនៅឯផ្ទះរបស់ខ្លួនវិញ4ថ្ងៃក្រោយមកស្ដេចនិមន្តលោកគ្រូសក្រាចចូលទៅទេសនាក្នុងព្រះរាជវាំងធនជ័យដឹងដូច្នេះហើយក៏ទៅអង្គុយក្នុងសាលាជួបអស់នៃម៉ឺនតូចធំនិយាយប្រងើយថាថ្ងៃនេះស្ដេចនឹងហៅខ្ញុំចូលវាំងហើយឯនៃម៉ឺនឮធនជ័យថាដូច្នេះក៏សោយទាំងអស់គ្នា
បន្ទាប់មកលោកគ្រូសក្រាចក៏និមន្តមកដល់ធនជ័យស្រដីថាមើលសក់ក្បាលខ្ញុំដូចសត្វក្ងោកមើលទៅមុខលោកគ្រាន់ជាងគូតខ្ញុំលោកគ្រូសក្រាចស្ដាប់ហើយខ្ញាល់នឹងធនជ័យណាស់ក៏ទៅទូលព្រះមហាក្សត្រអំពីរឿងនេះស្ដេចត្រាស់ហើយប្រើមហាតលិកម្នាក់ឲ្យទៅហៅធនជ័យចូលគាល់ធនជ័យមកដល់ក្រាបបង្គំដោយស្ងៀមស្ងាត់ឯព្រះមហាក្សត្រមានបន្ទូលសួរថាអាចជ័យហេតុអ្វីបានជាឯងដៀព្រះសង្ឃធនជ័យក៏បានតបថាទូលព្រះបង្គំថាមែនតែមិនមែនដៀថ្មេះលោកទេពាក្យនេះជាឧបមាឲ្យខ្លួនទូលព្រះបង្គំទេតាត្បិតព្រះអង្គបានចូលវាំងឯទូលបង្គំមិនបានចូលវាំងទើបស្រដីដូច្នេះព្រះមហាក្សត្រស្ដាប់ហើយទើបមានព្រះបន្ទូលនិងព្រះសង្ឃថាសូមព្រះតេជគុណកុំខ្ញាល់នឹងអច័យអីវាឧបមាឲ្យខ្លួនវាទេតាក្រោយមកស្ដេចបញ្ជាឲ្យស្រីក្នុងរាជវាំងទៅជួសអាចដាក់ផ្ទះធនជ័យអស់ស្រីទៅដល់ប្រាប់ធនជ័យថាត្បិតព្រះរាជាប្រើពួកយើងឲ្យមកជួសអាចដាក់ផ្ទះឯងធនជ័យក៏តបថាបើស្ដេចមានបន្ទូលដូច្នេះហើយខ្ញុំមិនហ៊ានខាត់ពួកនាងទេចង់ជួសក៏ជួសចោះតែកុំនោមឲ្យសោះបាននោមផងទុកជាល្មើសនឹងព្រះបន្ទូលហើយធនជ័យដើរមើលឃើញស្រីណានោមហើយក៏វាយស្រីនោះមិនញញើតដៃពួកស្រីខឹងណាស់ក៏ទៅទូលស្ដេចតាមដំណើរព្រះមហាក្សត្របញ្ជាឲ្យទាហានទៅចាប់ធនជ័យមកមានព្រះបន្ទូលសួរថាណែអាជ័យដូចម្ដេចបានជាឯងដេញវាយអស់សន្លឹកអញធនជ័យក៏តបថាក្រាបទូលព្រះអង្គបានជាទូលបង្គំវាយស្រីអស់ទាំងនោះព្រោះពួកនាងល្មើសនឹងព្រះបន្ទូលស្ដេចក៏សួរបញ្ជាក់ថាល្មើសនឹងស្អីខ្លះទៅធនជ័យក៏តបថាត្បិតព្រះអង្គបង្គាប់ឲ្យនាងទៅជួសអាចដាក់ផ្ទះទូបង្គំតែពួកនាងមិនត្រឹមតែជួសប៉ុណ្ណោះទេថែមទាំងនោមទៀតផងហេតុដូច្នេះហើយទើបទូបង្គំវាយយ៉ាងនេះសូមទ្រង់ជ្រាបព្រះមហាក្សត្រទ្រង់សន្តាប់ហើយក៏នៅស្ងៀមមិនបានដាក់ទោសអ្វីដល់ធនជ័យឡើយក្រោយមកភាពល្បីល្បាញរបស់ធនជ័យក៏ឮទៅដល់ស្រុកចិនស្ដេចស្រុកចិនជំនុំអស់នាយម៉ឺនថានឹងទៅធ្វើចំណោទនៅស្រុកខ្មែរដើម្បីផ្ចាញ់ប្រាជ្ញាធនជ័យស្ដេចក្រុងចិនក៏ថ្លែងព្រះរាជសារមកថ្វាយស្ដេចស្រុកខ្មែរក្នុងសារនោះបញ្ជាក់ថាស្ដេចស្រុកចិននាំផ្លែឪឡឹក3និងសំពៅ500ក្នុងសំពៅនីមួយមានមនុស្សចំនួន500នាក់នាំមកធ្វើចំណោទនឹងអ្នកប្រាជ្ញស្រុកខ្មែរបើអ្នកប្រាជ្ញស្រុកខ្មែរឆ្លើយត្រូវយើងប្រគល់សំពៅ500និងមនុស្សទាំងអស់បើឆ្លើយមិនត្រូវទេយើងនឹងយកស្រុកខ្មែរជាចំណុះព្រះរាជាជ្រាបហើយក៏ប្រាប់ធនជ័យតាមដំណើររឿងធនជ័យទូលព្រះអង្គថាសូមព្រះអង្គកុំព្រួយប្រតិយអីធានាលើទូបង្គំចោះប៉ុន្តែក្នុងចិត្តធនជ័យភ័យណាស់ដែលអួតថាខ្លួនឯងជាអ្នកប្រាជ្ញធនជ័យរិះរកគ្រប់មធ្យោបាយដែលត្រូវធ្វើប៉ុន្តែធនជ័យគិតអ្វីមិនយល់ទាល់តែសោះក៏និយាយតែម្នាក់ឯងថាស្អែកនេះព្រះរាជាឲ្យអញដោះប្រស្នានឹងអ្នកប្រាជ្ញចិនបើឆ្លើយមិនត្រូវទេទ្រង់នឹងសម្លាប់អញចោលមិនខានបើដូច្នេះអញគង់តែស្លាប់ដដែលអញមុជទឹកឲ្យស្លាប់ទៅប្រសើរជាងដល់វេលាយប់ធនជ័យមុជទឹកយ៉ាងជ្រៅហើយអណ្ដែតខ្លួនឡើងរសាត់ឆ្ងាយទៅរហូតដល់សំពៅចិនធនជ័យស្ដាប់ឮពួកចិននិយាយគ្នាថា
បើយើងធ្វើប្រស្នាផ្លែឪឡឹកនេះហើយតើយើងមានប្រស្នាអ្វីទៀតត្បិតផ្លែឪឡឹកមានតែ3ផ្លែមួយមានគ្រាប់1ផ្លែមួយទៀតមានគ្រាប់2ឯផ្លែមួយទៀតមានតែ3គ្រាប់ប៉ុណ្ណោះអ្នកប្រាជ្ញម្នាក់និយាយថាពេលយើងធ្វើប្រស្នានេះចប់យើងនឹងដាក់ប្រស្នាមួយទៀតគឺយកសាច់ជ្រូកមួយនាលឲ្យស្ដេចខ្មែរសោយឲ្យបាន2ឆ្នាំមិនឲ្យប្រឡាក់អំបិលមិនឲ្យធ្វើងៀតឯសាច់ក៏មិនឲ្យខូចនៃមើលម្នាក់សួរថាធ្វើដូចម្ដេចនឹងបាន2ឆ្នាំទៅអ្នកប្រាជ្ញចិនបញ្ជាក់ទៀតថាគឺនៅថ្ងៃចុងឆ្នាំនិងថ្ងៃដើមឆ្នាំយើងយកសាច់ជ្រូកមកធ្វើម្ហូបតែ2-3ថ្ងៃក៏រាប់ថា2ឆ្នាំដែរត្បិតឆ្នាំចាស់មួយថ្ងៃដើមឆ្នាំថ្មីមួយថ្ងៃពួកនេះមើលឮដូច្នេះក៏ត្រេកអរណាស់ថាស្រុកខ្មែរប្រកាសជាធ្លាក់ក្នុងកំដាប់ដៃរបស់ខ្លួនមិនខានឡើយធនជ័យឮសពគ្រប់អស់ហើយក៏ត្រឡប់ទៅផ្ទះវិញដោយចិត្តត្រេកអរលុះដល់វេលាកំណត់ពួកចិនយកផ្លែឪឡឹកទាំង3ដាក់ក្នុងរាជរោងគ្រប់ប្រស្នាដែលអ្នកប្រាជ្ញចិនសួរធនជ័យឆ្លើយបានយ៉ាងក្បោះក្បាយមិនតាក់ទើត្រង់ណាបន្តិចឡើយព្រះរាជាទ្រង់យកសំពៅទាំង500ទុកតែសំពៅមួយឲ្យនាយម៉ឺននិងអ្នកប្រាជ្ញចិនជិះត្រឡប់ទៅស្រុកវិញតែប៉ុណ្ណោះចាប់ពីថ្ងៃនោះមកអ្នកប្រាជ្ញស្រុកចិនខ្លាចប្រាជ្ញាធនជ័យមិនហ៊ានមកចោទប្រស្នាទៀតឡើយប៉ុន្តែនឹកខ្មាស់ក្នុងចិត្តថាបើអត់អំពីធនជ័យទៅកាលណានឹងទៅចោទជាប្រស្នានៅស្រុកខ្មែរម្ដងទៀតក្រោយមកស្ដេចស្រុកខ្មែរទ្រង់ព្រះចិន្តាគិតដល់ប្រាជ្ញាធនជ័យហើយខ្លាចធនជ័យដណ្ដើមយករាជបល្ល័ង្កស្ដេចបញ្ជាឲ្យធនជ័យទៅនៅស្រុកឆ្ងាយក្បែរទន្លេធនជ័យប្រាប់អស់ប្រជារាស្ត្រដែលរស់នៅទីនោះថាត្បិតលួងមានព្រះបន្ទូលឲ្យខ្ញុំធ្វើជាអ្នកធំនៅក្នុងស្រុកនេះឥឡូវខ្ញុំប្រាប់អ្នករាល់គ្នាថាបើធ្វើដំណើរតាមជើងទឹកត្រូវប្រាប់ខ្ញុំជាមុនខ្ញុំនឹងកត់ថ្លៃទន្លេនិងព្រែកបើអ្នកណាមិនប្រាប់ខ្ញុំទេនោះបានសេចក្តីថាខុសខ្ញុំនឹងទារពន្ធមិនប្រណីឡើយធនជ័យចាប់ផ្ដើមធ្វើស្រែនៅកន្លែងទឹករាក់ឯកន្លែងទឹកជ្រៅធនជ័យបាចអង្កាមពេញទន្លេហាម5មិនឲ្យអ្នកណាអុំទូកឆ្លងកាត់ឡើយបើមិនដូច្នេះទេធនជ័យចាប់ឲ្យសងជាប្រាក់30ដំឡឹងចំពោះមនុស្សម្នាក់និងទូកមួយអស់រារស់ស៊ីក្នុងទន្លេជាសំណាបនិងអង្កាមធនជ័យមិនបានក៏នាំគ្នាទៅទូលស្ដេចតាមដំណើររឿងព្រះមហាក្សត្រឆ្ងល់ព្រះតីនិងធនជ័យណាស់ហើយហៅធនជ័យមកមានព្រះបន្ទូលសួរថាអាជ័យអញឲ្យឯងទៅរស់នៅតាមទន្លេធ្វើស្រែយកស្រូវចុះហេតុអីក៏ឯងធ្វើដូច្នេះឯងលក់រាសនោះធ្ងន់ធ្ងរណាស់បើឯងចង់យកឯងយកតែ1បាតបានហើយឯធនជ័យទទួលព្រះបន្ទូលហើយក៏ទៅយកបាតអំពីលោកសង្ឃហើយទៅប្រាប់អស់មនុស្សដែលចាប់លក់នោះថាត្បិតលួងមិនឲ្យយកប្រាក់30ដំឡឹងទេទ្រង់ឲ្យខ្ញុំយកតែ1បាតអំពីអស់លោកវិញប្រាប់ហើយធនជ័យយកបាតមកវាស់ប្រាក់អំពីរាសអស់រាសយកប្រាក់មកវាស់មិនពេញបាតក៏នាំគ្នារត់ទៅទូលស្ដេចម្ដងទៀតហើយស្ដេចមានព្រះបន្ទូលសួរធនជ័យថាអាជ័យអញឲ្យឯងយកបាតទៅវាស់ប្រាក់ពីរាសកាលណាឯធនជ័យទូលតបថាព្រះអង្គបង្គាប់ទូលបង្គំឲ្យយកប្រាក់1បាតវិញឯព្រះមហាក្សត្របញ្ជាក់ថាអញឲ្យឯងយកប្រាក់4ស្លឹងតែគេហៅ1បាតស្ដេចមានព្រះបន្ទូលទាំងគ្រាវក្រោធថាអាជ័យឯងនេះធ្វើឲ្យក្តៅទឹកដីអញណាស់ទុកឯងទៀតមិនបានទេទើបស្ដេចបញ្ជាពេជ្ឈឃាតឲ្យយកធនជ័យទៅសម្លាប់ក្នុងទឹកទន្លេទុកជាបម្រាម
បច្ចេកឃាតក៏ចាប់ធនជ័យចងនៅកណ្ដាលទូកនៅលើទូកធនជ័យគិតក្នុងចិត្តថាអញនឹងបញ្ឆោតបច្ចេកឃាតកុំឲ្យសម្លាប់អញបានរួចហើយក៏ងាកមកប្រាប់បច្ចេកឃាតថាបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំចិត្តស្លាប់ហើយខ្ញុំសុំលេងជាមួយបងប្អូនឲ្យសប្បាយម្ដងបច្ចេកឃាតស្ដាប់ពាក្យធនជ័យហើយគិតថាទោះជាធនជ័យចង់រត់ក៏រត់មិនរួចដែរទើបពួកគេស្រាយចំណងដៃធនជ័យចេញឯធនជ័យបង្គាប់ថាបើខ្ញុំថាអាច័យធ្លាក់ទឹកអ្នកទាំងអស់គ្នាថាហើយអើហើយអើអ្នកអ៊ំទូកក៏ព្រមថាតាមធនជ័យមែនលុះមើលទៅឃើញសំលមមហើយធនជ័យក៏លោតទឹកប្រងឯអ្នកកន្សៃទូកស្រែកថាអាច័យធ្លាក់ទឹកអ្នកក្បាត់ទូកស្រែកថាហើយអើហើយអើធនជ័យប្រឹងមុជទឹកទៅដល់ត្រើយម្ខាងហើយចូលទៅជួបលោកគ្រូសក្រាចក្នុងកុដិយកស្បង់ជីវរស្លៀកហើយបួសជាព្រះសង្ឃយ៉ាងស្ងៀមស្ងាត់អស់អ្នកអ៊ំទូកដឹងថាធនជ័យលោតទឹកទៅហើយក៏បន្ទោសគ្នាទៅវិញទៅមកហើយវិលទៅទូលស្ដេចថាសូមទានជ្រាបត្បិតធនជ័យខឹងចិត្តលោតទឹកទាំងចំណងលិចបាត់មិនឃើញអណ្ដែតមកវិញឡើយព្រះមហាក្សត្រសន្តាប់ហើយក៏ហីទៅលុះដល់យូរបន្តិចទៅក៏ឮដំណឹងទៅដល់ស្រុកចិនថាអ្នកប្រាជ្ញស្រុកខ្មែរឥឡូវនេះស្លាប់បាត់ទៅហើយស្ដេចស្រុកចិនបញ្ជាឲ្យអាចារ្យ4នាក់ទៅចោទជាប្រស្នានៅស្រុកខ្មែរហើយផ្ញើរាជសារមកថ្វាយស្ដេចខ្មែរក្នុងសារនោះមានសេចក្តីថាព្រះរាជសារមេត្តាអំពីស្ដេចក្រុងចិនថ្វាយមកស្ដេចស្រុកខ្មែរសូមជ្រាបត្បិតឮដំណឹងថាស្រុកខ្មែរមានឈ្មោះធនជ័យជាអ្នកប្រាជ្ញធំឥឡូវនេះយើងប្រើអ្នកប្រាជ្ញស្រុកយើងឲ្យមកចោទជាប្រស្នាភ្នាល់គ្នាបើអ្នកប្រាជ្ញនគរណាចាញ់នឹងយកនគរនោះជាចំណុះព្រះរាជាជ្រាបហើយក៏ស្ដាយធនជ័យពន់ពេកនិយាយពីលោកសង្ឃជ័យវិញគិតថាអាត្មាអញនឹងទៅបិណ្ឌបាតនៅរាជវាំងម្ដងតើព្រះអង្គនៅស្គាល់អាត្មាអញដែរឬទេលោកជ័យគិតដូច្នេះហើយក៏ឃ្លុំជីវរស្ពាយបាតនិមន្តទៅរាជវាំងជាមួយនឹងលោកសង្ឃឯទៀតលុះព្រះរាជាដាក់បាតព្រះសង្ឃមុនផុតហើយលោកជ័យនៅក្រោយក៏និមន្តមកដល់មហាក្សត្រទតឃើញធនជ័យក៏មានបន្ទូលថាមើលទៅមុខលោកដូចជាមុខអាជ័យឯលោកជ័យទូលថាជ័យហើយថាមិនជ័យហើយក៏និមន្តហួសទៅស្ដេចមានព្រះតម្រិះយល់ឃើញថាជ័យមិនទាន់ស្លាប់ទេក៏បញ្ជាអាមាត្យទៅរកធនជ័យនៅឯវត្តអាមាត្យស្វែងរកធនជ័យជាច្រើនវត្តរហូតទៅដល់វត្តមួយក៏ឃើញធនជ័យបួសជាព្រះសង្ឃក៏ចូលនិមន្តលោកជ័យទៅជួបស្ដេចទតឃើញធនជ័យក៏ត្រេកអរហើយមានព្រះបន្ទូលសួរថាតើលោកជ័យអន់ចិត្តនឹងខ្ញុំព្រះករុណាដែរឬទេលោកជ័យថ្វាយព្រះពរថាទេទើបទ្រង់បន្តថាត្បិតមានអាចារ្យមកពីស្រុកចិនគេមកចោទប្រស្នាយកនគរយើងនេះតើព្រះតេជគុណគិតយ៉ាងណាដែរលោកជ័យថ្វាយព្រះពរថាអាត្មាដោះថ្វាយជូនបានសូមព្រះអង្គទុកប្រតិចោះអាត្មាភាពនឹងសឹកនៅថ្ងៃនេះលោកជ័យនិមន្តទៅវត្តហើយស្លៀកសំពត់អាវក្រវត្តក្រមាហើយត្រឡប់មកគាល់ស្ដេចទតឃើញមានព្រះបន្ទូលថាបណ្ឌិតជ័យមើលទៅស្អាតណាស់សមជាបណ្ឌិតអ្នកប្រាជ្ញស្រុកខ្មែរមែនបើដូច្នេះឯងឲ្យអាចារ្យចិនឡើងមកនៅថ្ងៃណាបណ្ឌិតជ័យក្រាបទូលថា3ថ្ងៃទៀតលុះដល់ថ្ងៃសន្មតអាចារ្យចិនក៏ឡើងមកចោទប្រស្នាប៉ុន្តែពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញធនជ័យនៅចំពោះមុខអាចារ្យចិនជួបធនជ័យក៏ធ្វើប្រស្នាចង្អុលទៅលើហើយចង្អុល
ចុះមកដីធនជ័យចង្អុលទៅព្រះអាទិត្យហើយចង្អុលមកខ្លួនឯងអាចារ្យចិនសួរធនជ័យថាការដែលយើងចង្អុលទៅលើហើយចង្អុលមកដីតើឯងយល់ឃើញដូចម្ដេចធនជ័យក៏ឆ្លើយថាអ្នកឯងចង្អុលទៅលើគឺចង់សួរខ្ញុំថាមានអ្វីខ្ញុំចង្អុលទៅព្រះអាទិត្យចង់ប្រាប់ថានៅលើមេឃមានព្រះអាទិត្យនិងព្រះច័ន្ទហើយអ្នកចង្អុលមកដីនោះព្រោះអ្នកចង់សួរខ្ញុំថាមានអ្វីខ្ញុំចង្អុលមកខ្លួនខ្ញុំមានន័យថានៅលើដីមានមនុស្សបន្ទាប់ពីពួកគេឆ្លើយប្រស្នាគ្នារួចហើយអាចារ្យចិនលាធនជ័យវិលទៅសំពៅវិញលុះព្រឹកឡើងអាចារ្យចិនមកជួបធនជ័យម្ដងទៀតអាចារ្យចិនធ្វើដៃជារង្វង់ឯធនជ័យធ្វើបត់ដុំដៃបង្ហាញអាចារ្យចិនលាម្រាមដៃទាំង5បង្ហាញមកធនជ័យបង្ហាញម្រាមមួយអាចារ្យចិនក៏លាធនជ័យទៅសំពៅវិញឯធនជ័យក៏ទៅផ្ទះវិញដែរលោកគ្រូសក្រាចឃើញធនជ័យដោះប្រស្នានឹងអាចារ្យចិនក៏និមន្តទៅជួបធនជ័យសួរអំពីប្រស្នាទាំងនេះធនជ័យបានទូថាចិនធ្វើដៃរង្វង់ខ្ញុំថាជាអង្រុតរត់ត្រីទើបខ្ញុំបង្ហាញកែងដៃចង់បញ្ជាក់ថាបើអង្រុតត្រីដូច្នេះតើរត់បានត្រីប៉ុន្មានចិនបង្ហាញម្រាមដៃ5ថាបានត្រីមួយធ្វើងៀតបាន5ជំរាកខ្ញុំបង្ហាញចង្អុលដៃមួយថាស៊ីមួយថ្ងៃមួយជំរាកលោកគ្រូសក្រាចសន្តាប់ហើយក៏វិលទៅកត់វិញសម្ដេចចៅវាយក៏ចង់ដឹងអំពីប្រស្នាចិននោះដែរធនជ័យប្រាប់ថាចិនអោបដៃជារង្វង់នោះថានឹងយកនគរយើងខ្ញុំបង្ហាញដុំដៃថាអញចង់វាយមួយកែងចិនបង្ហាញម្រាម5ថាមានគ្នាច្រើនខ្ញុំបង្ហាញចង្អុលដៃមួយថាអញមានតែម្នាក់មិនខ្លាចទេលោកចៅវាយឮដូច្នេះហើយក៏វិលទៅវិញឯព្រះមហាក្សត្រក៏ចង់ដឹងអំពីប្រស្នានេះដែរធនជ័យទូលព្រះអង្គថាចិនអោបដៃសួរថាក្នុងទ្វីបទាំង5នេះមានអ្វីខ្លះទូលព្រះបង្គំបត់ដុំដៃចង់ប្រាប់គេថាមានព្រះសិនេហកណ្ដាទើបចិនបង្ហាញម្រាមទាំង5ដណ្ដឹងថាមានព្រះពុទ្ធ5អង្គបានត្រាស់ក្នុងកបៈយើងនេះទើបទូលបង្គំបង្ហាញម្រាមដៃមួយប្រាប់ថានៅមួយអង្គទៀតមិនទាន់បានត្រាស់នៅឡើយប្រស្នានេះគឺដូច្នេះឯងសូមទ្រង់ជ្រាបលោកគ្រូសក្រាចនិងសម្ដេចចៅវាយទៅជួបនឹងព្រះមហាក្សត្រនិយាយតាមដំណើរដែលធនជ័យឆ្លើយប្រាប់នោះឃើញថាចម្លើយខុសគ្នាទាំងអស់មិនប្រកាសថាជាប្រស្នាអ្វីឡើយស្ដេចនិងនាយម៉ឺនរឹតតែខ្លាចប្រាជ្ញាធនជ័យទ្វេឡើងធនជ័យទៅដល់ផ្ទះយកទឹកខ្មៅដាក់ក្តារ4ជ្រុងក្រោមក្រដាសសនិងគម្ពីរហើយយកក្តាមជ្រលក់ទឹកខ្មៅឲ្យវាលើក្រដាសឯទឹកខ្មៅដែលជាប់នឹងជើងក្តាមបានដិតជាប់នឹងក្រដាសសហើយយកក្រដាសទៅហាលថ្ងៃលុះធ្វើដូច្នេះបានច្រើនហើយក៏យកគម្ពីរមករុំទុកទើបឲ្យកូនក្មេងមកអង្គុយជាច្រើនហើយយកក្រដាសឲ្យក្មេងៗទន្ទិញផ្ដេផ្ដាស់ឲ្យឮដូចគេរៀនអក្សរសាស្ត្រដល់ព្រឹកឡើងអាចារ្យចិនចុះពីសំពៅមកផ្ទះធនជ័យប្រងនឹងចោតប្រស្នាទៀតធនជ័យឃើញអាចារ្យមកដល់ហើយក៏ដើរទៅទទួលចាប់ដៃចូលមកអង្គុយលើកៅអីហើយយកទឹកតែមកឲ្យអាចារ្យផឹកឯក្មេងៗទាំងនោះរៀនអក្សរឬកងរំពងស្ដាប់ភាសាគ្នាមិនបានអាចារ្យចិនក៏ដើរមកមើលមិនស្គាល់ថាជាអក្សរអ្វីធនជ័យសួរអាចារ្យចិនថាលោកអាចារ្យស្គាល់អក្សរនេះទេអាចារ្យចិនឆ្លើយថាទេទើបធនជ័យប្រាប់ថានេះគេហៅថា
មិញឆ្វេងជាអក្សរព្រាហ្មណ៍ចាមបើមិនស្គាល់ឆ្លើយប្រស្នានឹងគ្នាមិនបានទេអ្នកឯងចាញ់ខ្ញុំនឹងអក្សរនេះហើយអាចារ្យចិនក៏យល់ស្របធនជ័យប្រមានអាចារ្យចិនថាបើចាញ់ហើយខ្ញុំយកតែរបស់និងសំពៅទាំង4ឯសំពៅមួយទៀតខ្ញុំឲ្យជិះត្រឡប់ទៅស្រុកវិញចំណែកនគរខ្ញុំថ្វាយស្ដេចក្រុងចិនវិញចោះចាប់តាំងពីថ្ងៃនេះតទៅបើលើឈ្មោះធនជ័យត្រូវតែខ្លាចធនជ័យកាលបើបានរបស់អំពីសំពៅទាំងនោះហើយក៏ឲ្យគេជញ្ជូនរបស់ទៅថ្វាយស្ដេចទាំងអស់មិនបានយកជារបស់ផ្ទាល់ខ្លួនឡើយព្រះមហាក្សត្របានដំណឹងថាធនជ័យឈ្នះប្រស្នាអាចារ្យចិនដូច្នេះហើយក៏ត្រេកអរពន់ពេកហើយទ្រង់មានព្រះបន្ទូលនឹងធនជ័យថាឲ្យរើសស្រីក្នុងវាំងធ្វើជាប្រពន្ធធនជ័យក្រាបទូលស្ដេចថាទូលព្រះបង្គំមិនចង់បានប្រពន្ធនៅទីនេះទេឈ្មោះសត្តញីស្ដេចទ្រង់សន្តាប់ហើយក៏មានព្រះបន្ទូលថាឯណាទៅឈ្មោះស្រីនោះទើបធនជ័យទូលព្រះអង្គថាទូលបង្គំនឹងទៅរកស្រីនោះតែសូមព្រះអង្គប្រទានសម្ពុតហោប្រែឲ្យច្រើននិងទៅរកស្រីនោះឲ្យឃើញស្ដេចទ្រង់សន្តាប់ហើយក៏ព្រះរាជទានតាមសំណើធនជ័យលុះធនជ័យធ្វើដំណើរទៅដល់ភូមិមួយក៏ប្រទះនឹងនាងសួស្ដីធនជ័យសួរនាងថាសុំទោសនៅទីនេះតើមានស្រីដែរឬទេនាងសួស្ដីស្ដាប់ហើយសួរវិញថាចោះស្រុកអ្នកឯងវិញមានប្រុសដែរឬទេធនជ័យស្ដាប់ហើយគិតថានេះហើយជាស្រីទើបធនជ័យប្រាប់ថាឯស្រុកខ្ញុំក៏មានប្រុសដែរតើនាងដឹងដោយរបៀបណានាងឆ្លើយថាខ្ញុំដឹងព្រោះប្រុសនោះជាឈ្មោះជ័យចរើនជាអ្នកធំជ័យឈ្នះអស់សត្រូវបានជាហៅថាប្រុសចោះអ្នកវិញស្គាល់ស្រីដោយរបៀបណាធនជ័យឆ្លើយថាខ្ញុំស្គាល់ត្បិតស្រីនោះឈ្មោះសួស្ដីនឹងយកឈ្នះគ្មានគូប្រៀបរួចពីនោះពួកគេក៏សាកសួរអំពីប្រវត្តិគ្នាទៅវិញទៅមកឯធនជ័យបានដឹងថានាងសួស្ដីគ្មានប្តីដូច្នេះក៏ស្រាយសំពាយឲ្យម្ដាយឪពុកនាងសួស្ដីបានឃើញម្ដាយឪពុកនាងសួស្ដីបានឃើញហោប្រេងក៏ដើរមកមើលហើយសួរថាអ្នកកូនយកសម្ពុតនេះទៅណាធនជ័យជំរាបថាខ្ញុំយកមករកប្រពន្ធបើលោកទាំងពីរមេត្តាខ្ញុំនឹងនៅបម្រើជាកូនក្នុងផ្ទះនេះខ្ញុំដងទឹកកាប់អុសបុកស្រូវខ្ញុំមិនខ្ជិលច្រអូសឡើយឪពុកម្ដាយសួស្ដីនិយាយថាអ្នកកំឡោះនេះចង់បានកូនយើងហើយមើលទៅឃើញថាគេជាកូនអ្នកមានពូជអំបូរល្អណាស់ម្ដាយឪពុកសួស្ដីក៏បញ្ជាក់ទៀតថាតើឯងចង់បានកូនខ្ញុំមែនឬទើបធនជ័យជំរាបថាក្នុងចិត្តខ្ញុំបាទចង់បាននាងណាស់ឯម្ដាយឪពុកនាងសួស្ដីបានបន្តថាយើងឲ្យឯងហើយចូលឯងទៅរកមេអណ្ដើកមកធនជ័យឮដូច្នេះហើយក៏ទៅរកអ្នកស្រុកភូមិធ្វើជាមេអណ្ដើកមកដណ្ដឹងនាងសួស្ដីមានក្មេងចាស់ជាច្រើនកាន់គ្រឿងបណ្ណាការឡើងទៅលើផ្ទះបង់ពាក់ចិញ្ចៀនកូនក្រមុំនិងកំណត់ថ្ងៃរៀបការបន្ទាប់ពីធនជ័យបានរៀបការជាមួយនាងសួស្ដីហើយធនជ័យក៏ធ្វើជាលាប្រពន្ធនិងឪពុកម្ដាយក្មេកទៅទារប្រាក់ដែលនាយម៉ឺនជំពាក់ធនជ័យទៅដល់សាលាជួបជុំអស់នាយម៉ឺនតូចធំនិយាយថាអស់លោកហ៊ានភ្នាល់នឹងខ្ញុំទេខ្ញុំអាចប្រើស្ដេចបានអស់នាយម៉ឺនឆ្លើយថាបើឯងប្រើស្ដេចបានមែនអញនឹងឲ្យប្រាក់ឯងចោះពួកនាយម៉ឺនក៏យករឿងនេះទៅទូលស្ដេច
ឯព្រះមហាក្សត្រខ្ញាល់នឹងធនជ័យមាក់ងាយនេះណាក៏ហៅធនជ័យមកមានព្រះបន្ទូលសួរថាអាច័យឯងនិយាយថាប្រើអញបានមែនទេធនជ័យទូថាព្រះករណាវិសេសប្រើមិនទាន់បានទេលុះត្រាតែព្រះអង្គបែរព្រះភ័ក្ត្រទៅក្រោយសិនក្រាបទូលស្ដេចទ្រង់សន្តាប់ហើយក៏បែរព្រះភ័ក្ត្រទៅក្រោយមែនធនជ័យទូលព្រះអង្គថានេះហើយហៅថាប្រើសូមទ្រង់ជ្រាបស្ដេចសន្តាប់ហើយក៏មានព្រះទ័យខ្ញាល់នឹងធនជ័យណាស់ឯធនជ័យក៏ទៅទារប្រាក់ពីនាយម៉ឺនទាំងអស់នោះយកទៅឲ្យប្រពន្ធអស់នាយម៉ឺនខឹងនឹងធនជ័យពេកក៏ញុះញង់ស្ដេចបណ្ដេញធនជ័យឲ្យចុះសំពៅទៅស្រុកចិនត្បិតស្រុកនោះធំហើយពួកគេស្អប់វាណាស់គេនឹងសម្លាប់វាចោលព្រះមហាក្សត្រស្ដាប់ហើយក៏ហៅធនជ័យមកប្រាប់ថាអាច័យយើងឲ្យឯងទៅនៅស្រុកចិនត្បិតស្រុកនោះធំណាស់ឯងនៅស្រុកខ្មែរទៀតមិនបានទេធនជ័យក៏ទៅនៅស្រុកចិនតាមព្រះបន្ទូលស្ដេចការធនជ័យជិះសំពៅទៅដល់ស្រុកចិនហើយក៏ផ្ដាំអស់អ្នកសំពៅដែលវិលមកស្រុកខ្មែរវិញថាសូមផ្ដាំទៅប្រពន្ធខ្ញុំផងខ្ញុំនឹងវិលទៅវិញបន្ទាប់ពី7ខែក្រោយនៅស្រុកចិនធនជ័យបានធ្វើការស៊ីឈ្នួលឲ្យនាយម៉ឺនធំម្នាក់លុះធនជ័យសន្សំបានប្រាក់ច្រើនហើយក៏ទិញអង្គររួចធ្វើនំបញ្ចុកលក់ឲ្យពួកចិនហូបកាលនោះស្រុកចិនមិនទាន់ចេះធ្វើនំនេះទេដល់ឃើញធនជ័យធ្វើដូច្នេះក៏បបួលគ្នាមកទិញនំពិសាបន្ទាប់មកពួកគេនិយាយគ្នាថាអ្នកនេះធ្វើនំឆ្ងាញ់ណាស់ការលក់នំឆ្ងាញ់បែបនេះក៏និយាយតគ្នាបានល្បីទៅដល់ស្ដេចក្រុងចិនទ្រង់ក៏ឲ្យសេនាហៅធនជ័យមកមានព្រះបន្ទូលថានំឯងអីក៏វែងម្ល៉េះមានឈ្មោះថានំអីទៅធនជ័យទូលតបថានេះគេហៅថានំបញ្ចុកបើទ្រង់ចង់សោយតើតែងើយឡើងលើហាមាត់ឲ្យធំលើកដៃឲ្យខ្ពស់ទើបពិសាឆ្ងាញ់ស្ដេចចិនឮដូច្នេះក៏យកនំនោះមកសោយហើយងើយដូចពាក្យធនជ័យទូប្រាប់ធនជ័យឃើញដូច្នេះក៏សោយចំអកឲ្យស្ដេចថាមើលមុខស្ដេចចិនមុខខ្មៅមើលមុខស្ដេចខ្មែរដូចខែពេញបរមីស្ដេចក្រុងចិនឮធនជ័យដៀដូច្នេះទ្រង់ក៏ព្រះក្រោធយ៉ាងខ្លាំងហើយត្រាស់ឲ្យអស់អាមាត្យចាប់ធនជ័យដាក់គុកសំរិទ្ធក្នុងគុកនោះត្រជាក់ណាស់បើមនុស្សណាចូលទៅហើយកម្រនឹងរស់ណាស់ធនជ័យរស់នៅក្នុងគុកជាមួយជនជាតិចិនម្នាក់ធនជ័យរងាខ្លាំងពេកក៏បបួលចិនបោកចំបាប់ឲ្យក្តៅសាច់បែកញើសនឹងបានស្រួលខ្លួនលុះបាន2-3ថ្ងៃអស់នាយម៉ឺនទៅមើលឃើញអ្នកទោសមិនទាន់ស្លាប់ក៏ហីទៅធនជ័យក៏ធ្វើខ្លែងឯកបង្ហោះរាល់យប់ស្ដេចឮសូរសំឡេងប្លែកក៏ឆ្ងល់ក្នុងព្រះទ័យថាសត្វនេះយំតែពេលយប់មិនដែលឮពេលថ្ងៃទាល់តែសោះទើបហៅហៅមកគុនគូតើសំឡេងនេះជាសំឡេងសត្វអ្វីហៅទូលព្រះអង្គថាបានជាសត្វនេះយំដូច្នេះត្បិតកើតហេតុក្នុងនគរបារឧតបាតនេះមិនឃើញទេសត្វនោះនឹងស៊ីមនុស្សក្នុងព្រះនគរនេះមិនខានឡើយស្ដេចព្រះសន្តាប់ហើយមានព្រះបន្ទូលថាបើដូច្នេះតើឧតបាតព្រោះអ្វីទើបហៅទូលថាទូលព្រះបង្គំឃើញថាមានគេយកអ្នកប្រាជ្ញស្រុកខ្មែរមកប្រោះចោលក្នុងស្រុកយើងឥឡូវនេះគេនៅក្នុងគុកសំរិទ្ធឯណោះមានតែឲ្យគេទៅស្រុកវិញទេទើបល្អឯព្រះមហាក្សត្រក្រុងចិនក៏បញ្ជូនធនជ័យទៅស្រុកខ្មែរវិញព្រះមហាក្សត្រខ្មែរឮថាធនជ័យវិលមកវិញក៏ខ្លាចប្រាជ្ញាធនជ័យមិនហ៊ានធ្វើសេចក្តីឲ្យទាស់ចិត្តឡើយលុះក្រោយមកធនជ័យក៏មានជំងឺជាទម្ងន់ហើយអស់សង្ឃឹមក្នុងការព្យាបាលធនជ័យក៏បានផ្ដាំប្រពន្ធថាព
ពេលបងស្លាប់ទៅសូមយកបងទៅកប់ហើយដោតចម្រោតស្រួចនៅលើភ្នោបងកំខានហើយទទូលលួងផងថាបងឈឺចិត្តស្លាប់ហើយឯនាងសួស្ដីក៏ទៅទូលួងតាមដំណើរធនជ័យស្ដេចដឹងដូច្នេះហើយក៏យាងទៅសួរសុខទុក្ខធនជ័យទូលព្រះអង្គថាបើសោយត្រីព្រោះកុំចោលស្រកាបើសោយត្រីប្រាកុំចោលស្រកីបើស្លក្បាលត្រីប្រានិងម្ជូរសណ្ដាន់ការបាធនជ័យស្លាប់ទៅហើយគេក៏យកខ្មោចធនជ័យទៅកប់ហើយធ្វើចម្រោតដោតលើភ្នោនោះតាមបណ្ដាំរបស់គេអស់មនុស្សក្នុងរាជវាំងដែលស្អប់ធនជ័យក៏ប្រើមនុស្សឲ្យទៅជុះអាចដាក់ភ្នោធនជ័យនៅពេលដែលពួកគេដាក់គូតជុះក៏ស្រាប់តែមានចម្រោតមុតគូតពួកគេហើយក៏រៀងមិនហ៊ានមកទីនេះទៀតឡើយពួកគេនិយាយថាពិតជាអ្នកប្រាជ្ញមានបញ្ញាមែនគាត់ស្លាប់បាត់ទៅហើយគ្រាន់តែជុះអាចដាក់លើភ្នោគាត់ផងក៏មិនបានដែរ